ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់នាំអារម្មណ៍របស់ពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនាសួនផ្កាស្អាតនៅក្នុងទីក្រុង Melbourne រដ្ឋ Victoria របស់យើងផងដែរគឺកន្លែងនេះគឺមានជាសួនបែបលក្ខណៈជា nursery តូចមួយបងប្អូនគេហៅថា Fitzroy Garden Conservatory ផងដែរនេះគឺជាខាងក្នុងរបស់គេផងដែរបងប្អូនគឺមានផ្កាចម្រុះពោពេញទៅដោយផ្កាដែលមានពណ៌ស្រស់ស្អាតជាច្រើនផងដែរដូចជាបងប្អូនបានឃើញមានជាពណ៌ផ្កាឈូកពណ៌ផ្ទៃមេឃក៏ដូចជាពណ៌បៃតងពណ៌ស្វាយអីជាច្រើនផងដែរគឺគេដាំបែបនេះបងប្អូនលក្ខណៈនៅជុំវិញបែបជាសួនផងដែរឬហើយក៏មានគេហៅថាការពយួរនៅខាងលើដូចគ្នាអញ្ចឹងបើសិនជាបងប្អូនអត់ទាន់បាននៅក្នុងទីក្រុង Melbourne អត់ទាន់បានទៅលេងកន្លែងនេះទេហើយបងប្អូនមានចំណាប់អារម្មណ៍គឺបងប្អូនអាចទៅចូលទស្សនាបាននៅកន្លែងនេះគឺគេអត់មានការយកលុយអីទេបងប្អូនគេមានបើកជារៀងរាល់ថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យគឺម៉ោង9ព្រឹករហូតដល់ម៉ោង5ល្ងាចផងដែរដែលបងប្អូនអាចចូលទៅមើលបានអញ្ចឹងណាបងប្អូនហើយសម្រាប់ទីតាំងនៅសួនផ្កានេះផងដែរបងប្អូនគឺនៅទីតាំង298 Wellington Parade East Melbourne ផងដែរបងប្អូនបើសិនជាបងប្អូនមានចំណាប់អារម្មណ៍នេះខ្ញុំនឹងធ្វើការតម្លាក់ទីតាំងនៅក្នុង comment ខាងក្រោមផងដែរបងប្អូនអាចចូលទៅចែកមើលទីតាំងបានអញ្ចឹងណាបងប្អូនហើយបើសិនជាបងប្អូនចង់ទៅកន្លែងនេះបែបទៅជាមួយនឹងគេហៅថា public transport គឺបងប្អូនទាំងអស់គ្នាអាចទៅបានជាមួយនឹងគេហៅថា tram ដែលមាន route 48ក៏ដូចជា75ផងដែរបងប្អូនទៅ Parliament ឬក៏Joloman train station បានអញ្ចឹងណាបងប្អូនហើយបងប្អូនអាចដើរពីកន្លែងហ្នឹងទៅដល់សួនរបស់យើងបានឬបើសិនជាបងប្អូនចង់បើកឡានរបស់បងប្អូនទៅដល់ខ្លួនឯងទេក៏បងប្អូនអាចបើកទៅបានដែរគឺមានកន្លែង car park free ខ្លះផងដែរឬក៏បងប្អូនអាចធ្វើការបង់ដើម្បី parking បានអញ្ចឹងណាបងប្អូនព្រោះកន្លែង car park free គឺមានកំណត់តែបើសិនជាបងប្អូនទៅថ្ងៃអាទិត្យទេគឺបងប្អូនអាច park ឡានបានដោយ free តែម្ដងហើយសម្រាប់ថ្ងៃដែលនេះខ្ញុំទៅជាមួយនឹងគ្រួសារទៅលេងបងប្អូនគឺគេមានគេធ្វើ photo shoot សម្រាប់ថ្ងៃមង្គលការដូចគ្នាបងប្អូនមើលកូនកន្លោះកូនកំមុំបងប្អូនស្អាតមែនតែនហើយពោពេញទៅដោយផ្កាចម្រុះមានពណ៌ស្រស់ស្អាតអញ្ចឹងសម្រាប់ពួកគាត់ទៅធ្វើការថត pre wedding អីប៉ុណ្ណឹងគឺស្អាតមែនតើបងប្អូនហើយកន្លែងហ្នឹងក៏មានគេហៅថាសួនសម្រាប់ផាកដែលយើងអាចដើរលំហែបានអញ្ចឹងណាបងប្អូនគឺមានគេដើរហាត់ប្រាណហាត់អីអញ្ចឹងទៅមុនដំបូងនេះខ្ញុំគិតថាប្រហែលជាសួនមិនសូវធំហ្មងនេះបងប្អូនប៉ុន្តែតាមពិតទៅគឺសួនហ្នឹងគឺធំមែនតែនផាកណាបងប្អូនគឺបងប្អូនទាំងអស់គ្នាអាចទៅដើរលេងជួបជុំក្រុមគ្រួសារឬក៏ធ្វើការណាត់ជួបជាមួយនឹងមិត្តភ័ក្តិអីអញ្ចឹងទៅសម្រាប់សិស្សដែលគាត់រៀននៅទីក្រុងអីអញ្ចឹងគេគាត់អាចមកដើរលេងបានបងប្អូនគឺសួននេះធំមែនតែនបងប្អូនមានកន្លែងដើរលេងច្រើនកន្លែងហើយបងប្អូនអាចយកកទេឬក៏គេហៅថាម្ហូបអាហារដើម្បីទៅអង្គុយលេង picnic អីអញ្ចឹងណាបងប្អូនដូចជាបងប្អូនបានឃើញអញ្ចឹងទេសភាពគឺពោពេញទៅដោយគេហៅថាពណ៌បៃតងធម្មជាតិស្រស់ស្អាតមែនតែនបងប្អូនហើយអាកាសធាតុក៏ល្អផងដែរបងប្អូនឃើញហើយក៏មានមនុស្សគេអង្គុយនៅលើស្មៅនៅលើអីហ្នឹងគឺស្មៅរបស់គេស្អាតមែនតើបងប្អូនអ្នកខ្លះទៀតក៏យកឆ្កែអីប៉ះគាត់អីអញ្ចឹងទៅដើរលេងអញ្ចឹងណាបងប្អូនហើយនេះគឺនៅម្ដាយហើយនឹងបងប្អូនប៉ានេះខ្ញុំបងប្អូនគេថាកន្លែងនេះគឺនាងខ្ញុំទៅជាលើកទី1ដូចគ្នាធ្លាប់ទៅទីក្រុងហើយសួនផ្សេងទៀតតែប៉ុន្តែកន្លែងមួយនេះផងដែរគឺនាងខ្ញុំអត់ធ្លាប់ដែរបានចូលអញ្ចឹងជាលើកទី1ប៉ានេះខ្ញុំដូចគ្នាបងប្អូនអញ្ចឹងចំណាយពេលវេលាធ្វើការថតរូបអីអញ្ចឹងជាច្រើនដែរហើយនេះកំពុងតែបន្តដំណើរទៅទៀតហើយតែទៅខាងមុខហ្នឹងមានអីខ្លះបងប្អូនហើយហ្នឹងហើយបងប្អូនអាចទស្សនារូបភាពបានហើយកន្លែងនេះគេជួបគេហៅថាមកក្រុមចាស់អញ្ចឹងបងប្អូនដូចជាចិន
បារាំងអីផ្សេងទៀតអញ្ចឹងប្រហែលជាពួកគាត់សិតតែជាអ្នកទេសចរដែរអញ្ចឹងណាបងប្អូនដែលគាត់មកលេងព្រោះអីមានផ្លាកក៏មានកបោបអីយូរអីអញ្ចឹងទៅពួកគាត់ប្រហែលជាមកតាមបាសមកលេងកំសាន្តនៅសួនរបស់យើងដូចគ្នាហើយនេះបងប្អូនមើលរៀងស្អាតទៅ គឺបងប្អូនស្រីរបស់នេះខ្ញុំហើយឥឡូវនេះកំពុងតែដើរឃើញមកកន្លែងទៀតបងប្អូនគឺកន្លែង information center ក៏ដូចជាមានកាហ្វេតូចមួយនៅក្នុងហ្នឹងផងដែរបងប្អូនអញ្ចឹងណាគេមានលក់ជាកាហ្វេហើយនំអីតិចតួចផងដែរបងប្អូនបើសិនជាបងប្អូនចង់សួរតថងជាមួយព័ត៌មានអីហ្នឹងគឺបងប្អូនទៅកន្លែងកន្លែង information center ទៅគឺបងប្អូនអាចសួរនាំគេបានហើយបងប្អូនហើយក្នុងហ្នឹងក៏មានដូចជារបស់ទូចសម្រាប់ជាកាដូអនុស្សាវរីយ៍អញ្ចឹងណាបងប្អូនដែលបងប្អូនអាចជាវយកទៅជាមួយបានដើម្បីទុកជាការចងចាំដែលបងប្អូនទៅលេងបានទៅលេងនៅសួនហ្នឹងហើយខាងក្នុងនេះបងប្អូនចូលមកភ្លាមគឺឈ្ងុយកាហ្វេមែនតែនរួចពីហាងកាហ្វេហើយគឺបំរើអារម្មណ៍បងប្អូនទាំងអស់គ្នាមកមើលទេសភាពនៅខាងក្រៅនៃផាករបស់យើងតែម្ដងបងប្អូនគឺនិយាយទៅគឺផាកនឹងធំមែនតែនគឺនេះខ្ញុំអត់បានថតយកសកម្មភាពទាំងអស់ទេនេះគ្រាន់តែជាសកម្មភាពហើយទស្សនីយភាពនៃផាករបស់យើងបន្ថែមបន្តិចបន្តួចទៀតអញ្ចឹងណាបងប្អូនគឺមានកន្លែង food park ដែលល្អស្អាតដែលបងប្អូនទាំងអស់គ្នាអាចដើរកម្សាន្តដូចជាការហាត់ប្រាណនៃជួបជុំក្រុមគ្រួសារទៅ picnic អីអញ្ចឹងបងប្អូនយកកាទេឬក៏អាចគេងនៅស្មៅមើលអានសៀវភៅអីជាដើមអញ្ចឹងទៅព្រោះថ្ងៃដែលខ្ញុំទៅហ្នឹងគឺមានមនុស្សជាច្រើនដែលគេធ្វើការថា activity ទាំងអស់ហ្នឹងអញ្ចឹងបងប្អូនក៏ដូចជាមាន pre wedding ច្រើនមែនតើបងប្អូនរហូតដល់នេះខ្ញុំដើរជួបប្រហែលជា 4-5 ដែរបងប្អូនគេធ្វើការ pre wedding អញ្ចឹងគាត់ថាគឺនិយាយទៅខាងធំហើយទេសភាពគឺ green តែម្ដងបងប្អូនគឺស្អាតមែនតើហើយសម្រាប់វីដេអូនៅក្នុងថ្ងៃនេះក៏បានឈានមកដល់ទីបញ្ចប់ផងដែរបងប្អូនបើសិនជាបងប្អូនចូលចិត្តហើយចង់បានវីដេអូថ្មីរួមជាមួយនឹងទេសភាពស្អាតទៀតបងប្អូនកុំភ្លេចណាជួយ like ជួយ share និងឲ្យបេះដូងនេះខ្ញុំម្នាក់មួយផងដែរអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នានៅឱកាសក្រោយ